យីពីថាថ្ងៃនេះបរិយាកាសអើយល្អសែនល្អហើយថ្ងៃហ្នឹងក៏រះចាំងចែងហើយនៅផ្ទះហ្នឹងចង់បោកសម្លៀកបំពាក់ហ្នឹងក៏ឆាប់បោកទៅពួកអីមានថ្ងៃល្អខ្លាំងណាស់ហើយខ្ញុំនេះក៏ដើរមកមើលនៅមុខផ្ទះនេះបន្ទាប់ពីនៅផ្លូវខាងមុខហ្នឹងគឺលិចហ្នឹងចង់កន្លះខែហើយតាំងពីថ្ងៃខ្ញុំធំមកហ្នឹងគឺចេះតែស្រកទៅបដាហើយសម្រាប់អាដើមឈើអាដើមបន្លែប្រភេទបន្លែហ្នឹងដូចជាមន្ទីអីហ្នឹងក៏ក្បែរនឹងងាប់អស់ដែរចង់ជ្រួចទឹកអស់ហើយបងប្អូនអើយហើយនិយាយពីដើមលហុងនឹងវិញក៏ផ្លែឡើងពេញតែដើមនឹងដែរប៉ុន្តែដល់ពេលយើងមើលអាស្លឹកកាំងចុងនោះគឺគ្នានឹងចង់អិតិបាត់ហើយដោយសារតែគ្នាជ្រួចទឹកធន់នឹងទឹកមិនបានអញ្ចឹងណាបងប្អូនមិនដឹងធ្វើម៉េចទេហើយឪពុកខ្ញុំក៏គាត់ចេះតែយកអីមកចងទាញប្រទាញអញ្ចឹងទៅខាញ់លោអាចមានជីវិតជីវ៉ាមានដង្ហើមអីឡើងវិញអញ្ចឹងណាបងប្អូនតែមិនដឹងថាមានសង្ឃឹមមិនទេតែយើងចេះតែតាមដានមើលបន្តទៀតទៅថាដើមលហុងហ្នឹងអាចនៅបន្តជីវិតតទៅទៀតឬក៏អត់តែបើថាมันបន្តទេគឺប្រកាសជាចេញជាបុកលហុងឬមួយក៏ចេញជាជក់លហុងអីហ្នឹងហើយសម្រាប់កកោអីហ្នឹងគឺកិច្ចមិនផុតទេបន្ទាប់ពីដើរកវ៉ែលមើលបន្លែដែររោតែជ្រោយទឹកនឹងហើយគឺគិតថានឹងធ្វើបុកល្ហុងហើយចានេះគឺដើរមកបេះតកួននៅមុខផ្ទះដើម្បីជាគ្រឿងផ្សំបន្ថែមទៀតហើយបន្លែនឹងគឺអត់បានទៅរកអីណាឆ្ងាយទេគឺនៅតែចិត្តផ្ទះនឹងឯងនេះគឺនៅមុខផ្ទះហើយក៏បេះតែបន្តិចដែរអត់បេះច្រើនទេហើយក៏មិនចាំបាច់ទៅទិញដែរដោយសារតែយើងប្រើប្រាស់តិចតួចអញ្ចឹងណាយើងដាក់អីច្រើនព្រោះយើងបុកល្ហុងនឹងយើងលាយអានេះបន្តិចអានោះបន្តិចណាអញ្ចឹងនេះមានក្រុតនឹងមកចំហៀងមកសិតតែរបស់ដែរយើងក៏ទិញមកក៏នៅសល់អញ្ចឹងណាយើងហើយយើងយកមកបុកយកមកធ្វើឲ្យអស់មកចាទុកធ្វើអីយើងទុកទៅនំតាជាទូហើយក៏វាស្វិតអស់ដែរអញ្ចឹងបញ្ញាប់រូតរះមកធ្វើមកចាឥឡូវនេះក៏ចាប់ផ្ដើមមកបេះជាមួយនឹងក្រូចឆ្មានៅខាងក្រៅផ្ទះទៀតនិយាយរួមទៅគឺថាអត់ទំនេរទេធ្វើបុកល្ហុងមួយនេះគឺដើរចង់វិលមុខហើយក្រូចឆ្មានឹងក៏បាក់បេះនឹងទៀតដែរផ្លែនឹងក៏ខ្ពស់ហើយនិយាយពីបន្លានឹងឲ្យច្រងច្រាងរត់តែសោកដៃចូលឬបញ្ចុះសោះហើយឆ្ងល់ខ្លួនឯងទៀតមិនទាញបន្លាចេញសិនមកចាំសោកដៃចូលហើយគ្រាន់តែបេះក្រូចឆ្មាពីផ្លែនេះមុតដៃទៅបាត់ចាឥឡូវនេះបេសកកម្មបេះក្រូចឆ្មានឹងគឺបានសម្រេចហើយនេះទោះបីជាមុតដៃយ៉ាងណាក៏ដោយក៏អត់បញ្ហាចាតែឥឡូវនេះយើងបានជោគជ័យហើយតែបន្តដំណើរទៅទៀតដើម្បីទៅធ្វើបុកល្ហុងហើយបុកល្ហុងនេះគឺរៀងហត់នឿយបន្តិចហើយបងប្អូនអើយធម្មតាទេចុងភៅគឺកញ្ចប់អញ្ចឹងណាអញ្ចឹងយើងគួរតែគិតគូរគ្នាដែរចាបើយើងឃើញប្រពន្ធយើងអីឬក៏គ្រួសារយើងអីដែលយើងអីក៏ដោយដែលធ្វើម្ហូបធ្វើអីចឹងណាអាចឆ្លៀតជួយគ្នាបានក៏ជួយទៅព្រោះអីធ្វើម្នាក់ឯងនឹងគឺវាហត់ខ្លាំងយកតែមែនទេណាបងប្អូនព្រោះអាគ្រឿងកញ្ចប់អានេះបន្តិចអានោះបន្តិចអូយមិនងាយទេលោកឯងព្រោះហើយដល់ពេលថាហើយយើងធ្វើហ្នឹងគឺលឿនទេក៏យើងបុកអីចឹងណាតែសំខាន់ហ្នឹងគឺយើងរកគ្រឿងរកអីហ្នឹងឯងចាកញ្ចប់ហើយនិយាយពីថារវល់ហើយខ្ញុំមកនៅដើរនោះដូចចង់ទៅវិលមកដែរព្រោះតលេចផងតកើតផងព្រោះអាដើមក្រូចឆ្មានៅខាងក្រោយតគួននៅខាងនេះខាងកើតដល់ពេលតែលហុងនៅខាងជើងចាអញ្ចឹងគឺដើរឡើងជុំផ្ទះហើយគាត់តែបុកលហុងនឹងមួយនេះចាឥឡូវនេះគឺសម្រាប់ជោគជ័យហើយដោយសារតែតបាល់នឹងទួចពេកចាគឺដាក់កាយគ្រឿងដែលបុកហើយនឹងដាក់ទៅក្នុងកូនឆ្នាំងនេះហើយក៏ចាប់ផ្ដើមបុកញំតិចដែរចាបានថតទេចានេះគឺបន្ទាប់ពីបុកញំហើយគឺរួចរាល់ចាប់សពគ្រប់ហើយចារសជាតិគឺឆ្ងាញ់ល្មមចា